ដល់ម៉ោងទៀតហើយទៅធ្វើការងារប្រចាំថ្ងៃរបស់ខ្ញុំនៅក្នុងបរិវេណសួនពណ៌បៃតងខៀវខ្ចីនារដូវផ្ការីកចូលមកដល់ខែឧសភាផ្ទៃមេឃនៅអាល្លឺម៉ង់ចាប់ផ្ដើមបើកថ្ងៃបានច្រើនជាងមុនបើធៀបនឹងរដូវរងាថ្ងៃណាមេឃបើកថ្ងៃគឺជាថ្ងៃដែលល្អបំផុតហើយសម្រាប់ខ្ញុំឡើងមានអារម្មណ៍ស្រស់ស្រាយតាមពន្លឺព្រះអាទិត្យហ្មងអ្នកដែលរស់នៅតំបន់ត្រូពិចដូចខ្មែរយើងប្រហែលជាអត់សូវដឹងទេថាមានជំងឺ depression មួយប្រភេទដែលកើតមាននៅរដូវរងាដោយសារតែមនុស្សពេលហ្នឹងអត់សូវទទួលបានពន្លឺព្រះអាទិត្យដែលធ្វើឲ្យគាត់មានបញ្ហាទាំងអារម្មណ៍និងរាងកាយមួយចំនួនឥឡូវងាកមកមើលសម្រស់សួនគេវិញអ្នកទាំងអស់គ្នានៅចិត្តបកាយពីផ្ទះខ្ញុំដើរតែមួយផ្លែតក៏មកដល់គេមានដើមឈើខ្ពស់វាស្មៅឡើងធំល្វឹងល្វើយហើយក៏មានផ្កាខ្លះៗដើមលម្អដែរហើយឯដែលពិសេសនោះនៅអាល្លឺម៉ង់នេះខ្ញុំស្រឡាញ់ថងថាឲ្យតែគេមានសួនគឺភាគច្រើនមានកន្លែងសម្រាប់ក្មេងលេងហ្មងដល់អញ្ចឹងក្មេងៗអត់ខ្វះកន្លែងលេងទេដូចកូនខ្ញុំអញ្ចឹងជូនវាមករាល់ថ្ងៃខ្ញុំតំតែដូរទីលំនៅមកក្រុងថ្មីហើយរកសាលាមត្តេយ្យឲ្យកូនចូលអត់ទាន់បានសោះដោយសារសាលាមួយសុទ្ធតែពេញអស់អញ្ចឹងហើយត្រូវនៅមើលកូនជាប់រហូតតែគ្រាន់ថាសំណាងដែរថងថាគេសបោកន្លែងក្មេងលេងអញ្ចឹងទៅក៏បានចេះតែនាំវាមកលេងក្រៅគេងឯងកុំអីនៅតែផ្ទះនឹងមិនដឹងធុញមិនទេអានេះហើយជាកិច្ចការខ្ញុំប្រចាំថ្ងៃដើរតាមសួនចុះឡើង1ម៉ោង2ម៉ោងគ្មានបានរកស៊ីអីទេសួននេះដែរជុំវិញហ្នឹងគឺសុទ្ធតែសាលារៀនមានតាំងពីបឋមវិទ្យាល័យអនុវិទ្យាល័យហើយអគារកញ្ចក់នេះគឺជាកន្លែងហែលទឹកហើយរាល់ថ្ងៃឃើញអាសាមានកូនសិស្សមកតូចដែលគ្រូគេនាំមកទាំងក្រុមមកលេងតងមកហាត់ប្រាណមកអីពេញហ្នឹងអញ្ចឹងហ្នឹងបានកូនខ្ញុំវាកាន់តែចង់មកឃើញក្មេងៗគ្នាវាទៅលេងមួយគេមួយឯងយើងឃើញមេឃបើកថ្ងៃចាស់អញ្ចឹងតិចថាក្តៅអីចុះដូចព្រឹកនេះអី13-14អង្សាតោះតែពាក់អាវល្ងាដែរហ្នឹងតែមិនអញ្ចឹងល្ងាញ័រនៅនេះតោះតែខែ7ខែ8អីហ៎បានរៀងក្តៅអរគុណដែលបានដើរលេងជាមួយដាលីនជួបគ្នានៅវីដេអូបន្ទាប់